សួស្តីអ្នកទាំងអស់គ្នាអូនចូលចិត្តញ៉ាំដំឡូងប៉ែងឥឡូវមកឲ្យអូនរៀនធ្វើខ្លួនឯងមកធ្វើទាំងអស់គ្នាមកដំបូងយើងចិតដំឡូងលាងទឹកបន្ទាប់មកដាក់ដាំទៅក្តៅស្រុះវាបន្តិចរួចយកទៅលាយជាមួយម្សៅហើយដាក់បំពងឥឡូវយើងទុកដំឡូងយើងឲ្យស្រស់សិនបន្ទាប់មកយើងមកលាយម្សៅដល់ពេលមកយើងគូសពងមាន់ដាក់មួយមកដើម្បីឲ្យវាឈ្ងុយហើយឆ្ងាញ់ដល់ពេលមកយើងដាក់ខ្ទះយើងឲ្យក្តៅដល់ពេលមកដាក់ខ្លាញ់ចូលពេលខ្លាញ់ក្តៅហើយដាក់ដំឡូងចូលត្មងដល់ពេលមកយើងឧស្សាហ៍ប្រែវាតិចទៅវាខ្លាយជាខ្លោចឥឡូវដំឡូងរបស់ខ្ញុំឆ្អិនហើយដូច្នេះខ្ញុំមកញ៉ាំឲ្យអ្នកទាំងអស់គ្នាមើលឆ្ងាញ់ណាស់